importance and important ពីហ្នឹងគួរតែសេមួយណាដើម្បីឲ្យវាត្រូវតាម sentence អញ្ចឹងណាព្រោះអីសូម្បីតែ teacher ពីមុនក៏ច្រឡំដែរអត់ដឹងថាសរសេរឲ្យវាត្រូវឯម្ដង important បញ្ចប់ដោយ nt បញ្ចប់ដោយ ce តោះទៅមើលពី part of speech បាទយើងទៅសេត្រូវអញ្ចឹងចំពោះ important បញ្ចប់ដោយ ant គឺ part of speech របស់វាគឺ adjective អញ្ចឹង adjective បញ្ជាក់ន័យឲ្យ noun នេះត្រូវអត់បើន័យថា express noun អញ្ចឹងវាត្រូវទៅសេពីមុខ noun ដូចឧទាហរណ៍នេះអញ្ចឹងThis is important decision. This is important decision. អញ្ចឹង important កន្លែងហ្នឹងគឺដើរតួជា adjective ហើយវាបញ្ជាក់ន័យឲ្យ decision នេះគឺជា noun អញ្ចឹងត្រូវចាំថា important បញ្ចប់ដោយ ant គឺជា adjective ហើយបញ្ជាក់ន័យឲ្យ noun ហ្នឹងហើយអញ្ចឹងយើងឡើងទៅសេខុសហើយដល់ពេល important បញ្ចប់ដោយ ce គឺវាជា part of speech របស់វាគឺជា noun ហ្នឹងហើយអញ្ចឹងគេនិយាយថា the importance of education is very high the importance of education is very high អញ្ចឹងវាខុសពីនេះខុសពី adjective នេះគឺវាជា noun ដូចគេបកប្រែថាភាពសំខាន់នៃការអប់រំគឺពិតជាខ្ពស់មែនតើហ្នឹងហើយអញ្ចឹងគេប្រែថាភាពវិញដល់ពេលកន្លែងនេះប្រែថាសំខាន់ហ្នឹងហើយអញ្ចឹងចំពោះ important and importance teacher មានប៉ុណ្ណឹងសង្ឃឹមថាអ្នកទាំងអស់គ្នាឡើងច្រឡំឡើងទៅសេច្រឡំទៀតហ្នឹងហើយដឹងពី part of speech វាហើយ so that's all bye bye